bà bông mai bong phaoថ្ងៃនេះគឺខ្ញុំបង្ហាញដែលជាម៉ាក់ធំជាងគេនៅក្នុង SWOT group បាទពុកម៉ែបងប្អូននេះលកាគឺគេមានជា group របស់គេ SWOT group គឺមានដូចថា Cheketro Omega Longzin Tiso Mido ក៏ប៉ុន្តែវាមានតាមលំដាប់របស់គេអញ្ចឹងណាហើយបើខ្ញុំរៀបរាប់ពី Cheketro នេះវិញជាប្រភេទនេះលកា Swiss ហើយសម្រាប់ឈ្មោះលោក Cheketro គាត់អាចនិយាយបានថាជាអ្នកសិល្បៈផងជាអ្នកតារាពិទូផងធ្វើឡើងការ design របស់គាត់ណាពុកម៉ែបងប្អូនគឺថាគាត់ធ្វើអ្វីមួយគឺមិនផ្ដោតទៅលើចំនួនទេគឺគាត់ធ្វើតិចទេក្នុងមួយម៉ោតហ្នឹងគាត់ធ្វើ500ទៅ1000ឬក៏100 200គ្រឿងទេហើយអ្វីដែលខ្ញុំឲ្យបងប្អូនមើលនេះគឺគេមាននៅ GMT ហើយមាននៅម៉ោងគេហៅថាម៉ោងសកលហើយនឹង second នៅខាងក្រោមហើយគេមានគេហៅថា dead window គេនឹងជ្រុងអញ្ចឹងគេចាប់ខ្ចៅមួយសិល្បៈបន្តិចបន្តិចពុកម៉ែបងប្អូនធ្វើឲ្យការងារកាន់តែពិបាកយូរហើយនាឡិកាហ្នឹងកាន់តែមានតម្លៃហើយប្រណិតដូចខ្ញុំបានបញ្ជាក់ជូនពុកម៉ែបងប្អូនអញ្ចឹងថានាឡិកានេះពុកម៉ែបងប្អូនពី A ដល់ Z ធ្វើដោយដៃទាំងម៉ាស៊ីនទាំងតួទាំងផ្ទៃមុខពុកម៉ែបងប្អូនគឺគេធ្វើដោយដៃបាទគឺគេរចនាមកបន្តិចដោយជាងជំនាញពាក្យថាធ្វើដោយដៃពុកម៉ែបងប្អូនស្អាតជាង robot បាទបើយើងនិយាយថាឧបករណ៍ជំនួយគឺម៉ាស៊ីនណៃតែគេយកមកគេខាត់ដោយដៃគេធ្វើដោយដៃមួយអញ្ចឹងណាពុកម៉ែបងប្អូនអញ្ចឹងហើយគឺជាតម្លៃការងាររបស់ជនជាតិស្វីសដែលបងប្អូនត្រូវស្វែងយល់បន្ថែមណាហើយសម្រាប់ Cheketro នេះទំហំ43អំតួមាស 18K Rose Gold ទំហំ43អូយពុកម៉ែបងប្អូនស្តុកមានតែមួយគ្រឿងឯណាបាទព្រោះថានេះlàការចេញពីក្រុមហ៊ុនរតនាក្រេ5ហ៊ានធានារហូតដល់3ឆ្នាំពុកម៉ែបងប្អូនហើយទិញចូលវិញតែមិនកំណត់ទេណាហើយបើខ្ញុំសូមរៀបរាប់បន្ថែមបន្តិចបាទសម្រាប់ក្រុមហ៊ុន Cheketro បង្កើតនៅឆ្នាំ1738ពុកម៉ែបងប្អូនហើយសម្រាប់នាឡិកានេះគឺខ្ញុំអាចបញ្ជាក់ថាជានាឡិកាបែបគេហៅថា luxury បាទ luxury របស់នាឡិការបស់ក្រុមហ៊ុន Swiss ណាបាទជាប្រភេទហៅថា luxury របស់គេហ្នឹងគេធ្វើឡើងមកអត់ច្រើនទេបងប្អូនខ្ញុំមកបញ្ជាក់ទៀតអញ្ចឹងភាពស្អាតភាពប្រណិតទាំងតួទាំងសាច់កញ្ចក់ទាំងអីហ្នឹងគឺបូករួមបញ្ចូលគ្នាអូយមានភាពតាក់ទាញបងប្អូនហើយខ្ញុំរៀបរាប់មិនទាន់អស់ហើយអាចថាការរៀបរាប់ខ្ញុំបានតែ 10% នៅសល់ 90% ទៅដែលក្រុមហ៊ុនគេបានបញ្ជាក់មកណាបាទហើយបងប្អូនអាចចេញមកមើលផ្ទាល់បានណាហើយសម្រាប់នាឡិកានេះពុកម៉ែបងប្អូនអាចនិយាយបានថាបងប្អូនអញ្ជើញមកមើលផ្ទាល់បានដឹងថាពាក់នៅលើដៃមានភាពស្អាតប៉ុណ្ណាដូចទំហំកដៃខ្ញុំអាចនិយាយថាទំហំកដៃខ្ញុំលេខ19អីទេបាទសម្រាប់បងប្អូនណាខ្លះទំហំកដៃ18បាទឬក៏20 21អូយពាក់ស្អាតយើងពាក់ប៉ុណ្ណឹងណាបាទយើងប្រើអីជាលក្ខណៈដែលហៅថាប្លែកតាក់ទាញបងប្អូនប្រើសាមញ្ញពេកភាពសាមញ្ញគឺយើងអាចនិយាយបានថាធ្វើឲ្យយើងឆាប់ដូរអារម្មណ៍ដូរចិត្តណាហើយបើនាឡិកានេះมันមានភាពសាមញ្ញទេបាទគឺគេមានភាពដែលហៅថាតាក់ទាញទាំងវងផ្ទៃមុខហើយសម្រាប់និមិត្តសញ្ញានៃក្រុមហ៊ុន Cheketro គឺគេធ្វើឡើងមកគឺលេខ8បាទគេសញ្ញានៃគេហៅថាលេខដែលតំណាងនៃក្រុមហ៊ុនគេដែលបងប្អូនឃើញដូចលេខ8អញ្ចឹងបាទគេធ្វើមូលខាងក្នុងគេណាហើយគេមានភាពចំណិតគេប៉ូលាគេអីអូយស្អាតណាស់បងប្អូនហើយម៉ាស៊ីននេះយើងអាចឃើញដល់ម៉ាស៊ីនខាងក្រោយគេទៀតហើយសម្រាប់ជង្គង់កឹបនេះក៏មាសដែរណាពុកម៉ែបងប្អូនតោះពុកម៉ែបងប្អូនចូលមកមើលទាំងអស់គ្នាក្រុមហ៊ុនរតនាក្រេ5មានស្តុកថ្មី Cheketro ដែលជាក្រុមហ៊ុន Swiss បាទលំដាប់ហៅថាអន្តរជាតិណាអញ្ចឹងពុកម៉ែបងប្អូនមើលទាំងអស់គ្នាបាទសូមអរគុណសូមជម្រាបលា